Got Talent នាំជួនជាពិសេសដោយ ស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរសាប៊ូកក់សក់ឃ្លាមានអង្គរស្រស់ស្រាយពិតប្រាកដខ្ញុំមានអ្វីត្រូវលាក់បាំងសូមស្វាគមន៍កម្មវិធីការប្រឡងសមត្ថភាពទឹកកសលលំដាប់ពិភពលោក Cambodia Got Talent បច្ចុប្បន្នខ្ញុំបាទទាំងពីរអ្នកក៏សូមការអនុញ្ញាតគោរពជំរាបសួរដល់ទៅវត្តមានបាទនៃការទស្សនាការផ្សាយផ្ទាល់ពិសេសពីស្ថានីយ៍ទូរទស្សន៍ហងមេ HD TV នៅលើផ្សារទំនើប Eon Mall ភ្នំពេញក៏ដូចជាទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនានៅឯគេហដ្ឋានជាទីគោរពសូមស្វាគមន៍មកកាន់សប្តាហ៍ថ្មីនៃកម្មវិធី Cambodia Got Talent ដែលនាំមកជួយនូវភាពរំភើបរន្ធត់រីករាយជាមួយនឹងអ្វីដែលអ្នកកំពុងទន្ទឹងរង់ចាំនេះគឺជាសប្តាហ៍ទី4ដែលលោកអ្នកនឹងជួបជាមួយនឹងភាពជក់ចិត្តដែលអារម្មណ៍ជាបន្តនៅក្នុងរាត្រីដ៏អស្ចារ្យនេះបាទសម្រាប់រាត្រីនេះបាទទស្សនិកជនទាំងអស់នឹងបានជួបជាមួយនឹងបេក្ខជនចំនួន8ការសម្ដែងសូមជម្រាបជូនថាចំពោះបេក្ខជនបេក្ខរីទាំង8ការសម្ដែងតម្រាំតែឈានមកដល់ការប្រកួតប្រជែងឬក៏បេក្ខជនដទៃទៀតដែលមុននឹងចូលទៅដល់វគ្គផ្ដាច់ព្រាត់ឈានទៅដល់វគ្គផ្ដាច់ព្រាត់នោះគឺបេក្ខជនបេក្ខនារីលុះត្រាណាតែមានការគ្រប់គ្រងច្រើនជាងគេរបស់បាទលោកអ្នកដែលជាទស្សនិកជនគ្រប់គ្រងតាមការបោះឆ្នោតផ្ញើសារនោះ3ក្នុងចំណោម8ការសម្ដែងដែលឲ្យឈ្មោះថា Top 3នៅក្នុងចំណោម Top 3ចំពោះការសម្ដែងណាមួយដែលទទួលបានការផ្ញើសារគាំទ្រពីសំណាក់ទស្សនិកជនច្រើនជាងគេបំផុតនិងអាចឆ្លងទៅវគ្គផ្ដាច់ព្រាត់ដោយស្វ័យប្រវត្តិលើកលែងតែ2ការសម្ដែងត្រូវបានជ្រើសរើសដោយគណៈកម្មការបើសិនអ្នកគាំទ្របាទជាមួយនឹងបេក្ខជនបេក្ខនារីយើងមានទូរស័ព្ទ3ប្រព័ន្ធក្នុងនេះមានដូចជា Smart Card Smartphone មួយវិញទៀតបើសិនជាលោកអ្នកគ្រប់គ្រងជាមួយនឹងបេក្ខជនបេក្ខនារីរបៀបនៃការគ្រប់គ្រងនោះលោកអ្នកគ្រាន់តែចូលទៅកាន់ Rai Message ព្រមទាំងសរសេរលេខកូដនៅបេក្ខជនបេក្ខនារីដែលលោកអ្នកពេញចិត្តរួចផ្ញើទៅកាន់2014ដែលទៅតាមទូរស័ព្ទ3ប្រព័ន្ធ Smart Card និង Smartphone ដែលមួយទៀតលោកអ្នកគ្រាន់តែខលទៅកាន់2014រួចស្ដាប់ការណែនាំរួចលោកអ្នកសូមជំរាបជូនថាជាមួយនឹងការផ្ញើសារនេះគឺសូមទោសបានខលទៅនេះគឺមានតែទូរស័ព្ទ2ប្រព័ន្ធតែប៉ុណ្ណោះគឺ Smartphone ព្រមទាំង Share Cardបាទនៅក្នុងការផ្ញើសារគាំទ្ររបស់ទស្សនិកជនគឺមានរយៈពេល15នាទីហើយចំពោះការផ្ញើសារគាំទ្ររបស់លោកអ្នកគឺនៅពេលដែលបទការសម្ដែងទាំង8ត្រូវបានបញ្ចប់លោកអ្នកបានជួបជាមួយលក្ខន្តិកៈក៏ដូចជារបៀបនៃការផ្ញើសារគាំទ្ររួចរាល់ហើយបាទជាបន្តកម្មវិធី Cambodia Got Talent នាំមកជូនជាពិសេសដោយសាប៊ូកក់សក់ឃ្លាគ្មានអង្គែស្រស់ស្រាយពិតប្រាកដខ្ញុំគ្មានអ្វីត្រូវលាក់បាំងលោកលោកស្រីអ្នកកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍ដល់ចប់ទាំង3នៃកម្មវិធីរបស់យើងដូចតទៅបាទសូមជើញបាទជម្រាបសួរលោកពូកបាទជម្រាបសួរចាស់ព្រះសវ៉ាខុសសង្ហាណាបាទចាត់ខាត់សុខីបាទអបអរសាទរចំពោះឆាត់ទាំង3រូបបាទក៏សូមអនុញ្ញាតបាទជម្រាបសួរក៏ដូចជាស្វាគមន៍ចំពោះវត្តមានរបស់គណៈកម្មការទាំង3រូបថ្ងៃនេះទាំងស្រស់សង្ហាជាពិសេសបាទឆាត់បាត់ពាក់ហូបជំនាញរបស់យើងផ្លែកទៀតហើយសម្រាប់សប្តាហ៍នេះរោមលើរោមមកនៅលើនេះអស់ហើយចាសំខាន់ជាងគេយើងចង់បញ្ជាក់ថារោមវាអាចនៅបានគ្រប់កន្លែងអូអាយ៉ាចាបាទនៅបានគ្រប់កន្លែងបាទចាចុះបើធ្វើម៉េចបើធម្មតាចាបក៏មានរោមនៅលើកន្លែងនេះដែរហ្នឹងហើយចុះយើងក៏រោមនៅលើកន្លែងហ្នឹងបានអូអញ្ចឹងផ្លាស់ប្ដូរបានគ្រប់កន្លែងចារោមគឺមានគ្រប់ទីកន្លែងគិតទៅពហុជំនាញពិតជាពហុជំនាញមែនការផ្លាស់ប្ដូររោមក៏ផ្លាស់ប្ដូរជាពហុជំនាញដែរបាទអរគុណបាទជំរាបសួរលោកព្រីសវ៉ាត់បាទសុខសប្បាយជាធម្មតាជំរាបសួរបងបាទបាទសប្តាហ៍នេះឃើញថាទឹកមុខស្រស់ស្រាយមែនទែនបាទជាមួយនឹងការសម្ដែងនៅក្នុងរាត្រីនេះតើលោកព្រីសវ៉ាត់រំពឹងថានឹងអស្ចារ្យដូចអ្វីដែលលោកបានគិតដែរឬគេឬក៏យ៉ាងណាដែរបាទខ្ញុំគិតថាថ្ងៃនេះគឺយើងមានអ្វីប្លែកច្រើនទៀតព្រោះការសម្ដែងរបស់យើងគឺមានគ្រប់ទាំងអស់ដល់អញ្ចឹងថ្ងៃនេះប្រហែលជាមានច្រើនទៀតអញ្ចឹងយើងសង្ឃឹមថានឹងធ្វើបានល្អបងប្អូនដែលគាត់មកប្រឡងនឹងធ្វើបានល្អនឹងព្យាយាមព្រោះនេះគឺជាឱកាសរបស់យើងគឺជាលទ្ធផលមួយល្អសម្រាប់យើងទាំងអស់គ្នា អ
បាទអរគុណលោកភាពសុវត្ថិបាទជំរាបសួរលោកពូកុយបាទម្ដងទៀតចំណុចដែរសប្តាហ៍នេះអារម្មណ៍យ៉ាងណាដែរដែលបានចូលរួមនៅក្នុងទេដ៏អស្ចារ្យនេះបាទសប្តាហ៍នេះខ្ញុំគិតថាมันខុសពីបងអូនមានសុវត្ថិទេគិតថាបងអូនកូនបាទក្មួយទាំងអស់នឹងខំបញ្ចេញអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីឲ្យឈានចូលយកវគ្គមួយទៀតវគ្គផ្ដាច់ប្រវត្តិហើយទឹកប្រាក់100លានរៀលច្រើនណាស់បាទអញ្ចឹងពិតប្រាកដជាគាត់នឹងបញ្ចេញអស់ពីសមត្ថភាពរបស់គាត់ខ្ញុំជឿជាក់ថាអញ្ចឹងអរគុណច្រើនបាទសម្រាប់ការបាត់ទស្សនិកជនទាំងអស់កំពុងតែតាមដានទស្សនាជាមួយនឹងបេក្ខជនរបស់យើងទាំង8ការសម្ដែងជឿជាក់ថាទស្សនិកជននឹងបាត់ពេញចិត្តផ្ញើសារគាំទ្រទៅដល់ពួកគាត់នៅក្នុងចំណោម8ការសម្ដែងនោះបើសិនជាបាត់បេក្ខជនណាមួយទទួលបានការផ្ញើសារពីសំណាក់បាត់ទស្សនិកជនច្រើនជាងគេបំផុតនោះនឹងអាចឆ្លងទៅវគ្គផ្ដាច់ព្រាត់បាត់2ទៀតហ្នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការអញ្ចឹងសូមរំពឹងនឹងបាត់សុំនឹងការផ្ញើសារពីសំណាក់បងប្អូនទាំងអស់គ្នាដើម្បីលើកទឹកចិត្តទៅដល់បេក្ខជនរបស់យើងទាំង8ការសម្ដែងបាទជាបន្តសូមលោកលោកស្រីកញ្ញាប្រិមិត្តទូរទស្សនិកជនជួបជាមួយនឹងការសម្ដែងជាដំបូងដើម្បីបោកទំព័រកម្មវិធីគឺសូមជួបជាមួយនឹងលោកយ៉ានដេវីតអូសាទរCambodia's Got Talent ស្រើពងរូបរលោងរខាសម្រងបោផាដំរីជន់ខ្លាឬអាចាលៈស្ទើមិនជឿភ្នែកកលែកបងធាក់បោផាមានលះមើលយូរហាំងអ្នកសាងសំពួងអ្នកក្តីសែនកុំច្រណែនខ្ញុំបើសិនជាមុំនាងព្រមស្នេហ៍ខ្ញុំសូមកុំលាក់ឈ្មោះវាលពោអង្ក្រឆ្លងទៅរលួងវាលភូមិភ្នំខ្ពស់អូនអ្នករលួងឈ្មោះនាងបោផាកាត់មាត់ញោប៉ុនលោកមលីរួតរីកលើដីស្រួតបំអួតសូរិយាទាំងភ្នែកតែចងអូស្នេហាអូនបុផាបងញ៉ាវិស្នាជីវ៉ាអូផាកំពុងធំមួយព្រួយអើយសែនព្រួយស្ទើរតែរលួយហើយបេះដូងបងមិនដេចអៀនម្លឹងពលឹងស្នេហ៍ស្នបុផាមៀបងអូនកុំបាយខ្នងឲ្យបងខំចិត្តអូពីរោះណាស់បងអ្នកនឹងបាទកំឡោះសង្ហាយ៉ានដេវីតសំលេងខ្ញុំស្មានតែអីផ្លេចបាត់សំលេងម្ចាស់ដើមលោកណយបាណេតទេពីរោះមែនបាទសប្តាហ៍នេះចាំមិនដែរអារម្មណ៍ក្នុងរាត្រីនេះបន្ទាប់ពីការធ្វើការបោះខ្សែបទចម្រៀងហើយបាទមានអារម្មណ៍ថាភ័យផងអផងភ័យផងអផងអាមិនភ័យអាមិនអបាទព្រោះវាពេលខ្លះវាអត់ច្បាស់ចឹងណាអត់ច្បាស់បាទមិនដាក់ឲ្យច្បាស់ទៅខំឲ្យច្បាស់តែខ្លះអត់ច្បាស់អូចេះដើម្បីឲ្យជាច្បាស់សូមបកគោលវេទិកានេះជូនដល់បាទចាត់ទាំង3របស់រូបបាទទាំង3រូបរបស់យើងគឺសូមជាដំបូងគឺស៊ូមជូនទៅដល់លោកព្រៀបសវត្ថបាទសូមអញ្ជើញបាទអរគុណបងអូនមិញហ្នឹងគឺសំនឹងទេសភាពអង្គុយទៅស្ងេះស្ងោចក៏ប៉ុន្តែយើងនិយាយពីបច្ចេកទេសក្នុងការច្រៀងវិញបងអូនច្រៀងបានព្រោះក៏ប៉ុន្តែនៃភាពអឿនរបស់បងអូនហ្នឹងគឺព្រោះដោយដុំកាលណាដល់ព្រោះដោយដុំវាធ្វើឲ្យបទចម្រៀងទាំងមូលវាខ្វះមនោសញ្ចេតនានៅក្នុងវគ្គណាមួយដែលចឹងថាទាញអត់ទាន់បានច្បាស់ល្អ
ណាកន្លែងនេះបើពេលដែលបងច្រៀងខ្ពស់ទៅហាក់បីដូចជាបាត់នៅសំឡេងអឿនខ្លះបាត់នៅសំឡេងអឿនខ្លះដល់អញ្ចឹងវាបាត់នៅសំណើមនៅសំឡេងបន្តិចសង្ឃឹមថាបងប្អូនទស្សនិកជននឹងបោះឆ្នោតឲ្យបងបានច្រើន បាទសូមអបអរសាទរជូនដល់បាទគណៈកម្មការរបស់យើងគឺចាច់ព្រះសុវត្ថិបាទជាបន្តក៏សូមបាទអញ្ជើញទៅដល់បាទគណៈកម្មការពហុជំនាញអ្នកនាងខាត់សុខីមកសូមអញ្ជើញបាទ ចាអរគុណសួស្តីលោកដាវីតចាសម្រាប់បុព្វហាកំពង់ធំចាមានបានតាមដាន style លោកណយវ៉ាណេតខ្លះអីទេចា មើលខ្លះតែអត់ច្បាស់ អត់ច្បាស់ បាទ ច្បាស់ក៏ដូចជាមិនច្បាស់ថាច្បាស់ទៅក៏ដូចជាមិនច្បាស់មិនច្បាស់ក៏ដូចជាច្បាស់ចាល្អទាំងអស់ប៉ុន្តែខុសតែមួយមុននឹងច្រៀងអត់ផ្ញើណយវ៉ាណេតតែមុននឹងជាប់ច្រៀងសូមផ្ញើជូនដល់មិត្តភក្តិគាត់24ខេត្តក្រុង ខ្ញុំចាំឲ្យ style គាត់ឧទាហរណ៍ថាភ្លេងលេងប៉ា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 អត់ស្គាល់ជ្រៀងបាទសូមផ្ញើជូនអ៊ំខ្ញុំនៅខាងខេត្តបាត់ដំបង បាទទៅទៀតភ្លេងទៅទៀត ភ្លេងទៅទៀតប៉ា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 បាទមុននឹងច្រៀងសូមជូនផ្ញើជូនអ៊ំខ្ញុំនៅតាកែវ បើសិនជាលោកនៅវ៉ាណេតបានលឺនឹងសោកយ៉ាងណាបាទ អត់ទេប្រកាសជាឃើញតែប្រកាសអត់ឃើញច្បាស់ជាឆ្លុះទឹកមាត់តែយើងនិយាយដើមគាត់ចាអូយលោកណយវ៉ាណេតកុំប្រកែប្រកាន់ដើម្បីតែលុយទេលោកអើយចាអូចាលោកបានធ្វើល្អហើយតែកង្វះខាតរបស់លោកដោយបងគាត់មានប្រសាសន៍ហើយខ្ញុំមិនបាច់និយាយទៀតទេគាត់ថាតែមុននឹងច្រៀងយើងអត់បានផ្ញើតែប៉ុណ្្នឹងទេតែនិយាយលេងទេណោះចាជូនពរឲ្យលោកទទួលបាននូវការគាំទ្រច្រើនចាសូមអរគុណច្រើន បាទអរគុណដល់គណៈកម្មការពហុជំនាញនៃខាត់សុខីមកជាបន្តក៏សូមជូនវេទិកានេះដល់តារាកំប្លែងប្រជាប្រិយជាង20ឆ្នាំមកហើយគឺតារាភ្នែកលក្ខណៈសំចៃគឺលោកកុយបាទសូមអញ្ជើញបាទ បាទបើតាមខ្ញុំស្ដាប់ទៅគឺថាព្រោះប៉ុន្តែគាត់ថាធម្មតាតែតែមានកង្វះខាតបន្តិចបន្តួចអត់បញ្ហាហើយសំខាន់ទៀតគឺថាសំណោះត្រង់តែអូនធ្វើបិទតែប្អូនពីការជើងមិនពិតប៉ុន្តែចិត្តមួយមិនពីការទេបាទប្អូននឹងអាចមានអនាគតថ្ងៃមុខសំខាន់ក៏ខ្លាយទៅជាអាជីពអ្នកចម្រៀងឯមួយដែរបាទច្រៀងមកល្អព្រោះបាទសង្ឃឹមថាបងប្អូននឹងជួយបោះឆ្នោតជូនដល់បងប្អូនអរគុណ បាទអរគុណបាទចំពោះការកម្មការទាំង3រូបដែលបានផ្ដល់ជាមតិយ៉ាងល្អជូនបាទលោកយ៉ាស់ដេវីតបាទ បាទជាបន្តបាទសម្រាប់បេក្ខជនរបស់យើងលោកដេវីតបាទចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះបាទមតិយោបល់របស់គណៈកម្មការរបស់យើងបាទ បាទខ្ញុំក៏សូមអរគុណសម្រាប់បងប្អូនដែលបានមកទស្សនានៅទីនេះព្រមទាំងនៅគេហដ្ឋានផងដែរហើយសង្ឃឹមថាលោកគ្រូអ្នកមេងនិងមិត្តយុវវ័យជួយបោះឆ្នោតឲ្យខ្ញុំបានបន្តទៅវគ្គដាច់ព្រាត់ផងដែរ បាទអរគុណប្រសិនជាលោកអ្នកចង់បោះឆ្នោតគ្រប់គ្រងលោកយ៉ាន់ដេវីតគឺគាត់មានលេខសម្គាល់គឺលេខ1បើសិនជាចង់គ្រប់គ្រងគាត់គ្រាន់តែចូលទៅកាន់ Right Message ចុចលេខសម្គាល់របស់គាត់គឺលេខ1រួចផ្ញើសារទៅកាន់លេខ2014តាមរយៈ3ប្រព័ន្ធ Smart Cell Card និង Smartphone ឬក៏ call ទៅកាន់2014តាមរយៈ2ប្រព័ន្ធគឺ Cell Card ព្រមទាំង Smartphone ឬស្ដាប់ការណែនាំគឺជាការស្រេច បាទអរគុណច្រើនបាទសម្រាប់ពេលនេះសូមឲ្យលោកដេវីតបាត់សម្រាប់បន្តិចសិនចុះបាទ សូមអរគុណ អរគុណលោកអ្នកបានរីករាយទស្សនាក៏ដូចជាស្ដាប់នៅសំនៀងដ៏ពិរោះរបស់លោកយ៉ាន់ដេវីតនៅវគ្គក្រោយនឹងបង្ហាញជូនជាមួយនឹងទេពកោសល្យសមត្ថភាពរបស់បេក្ខជនបេក្ខនារីរបស់យើងជាបន្តទៀត